จ้าជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាំបងប្អូនមកមើលអំពីដើមត្រសក់ផ្អករបស់ខ្ញុំបងប្អូនចាគឺថាឥឡូវនេះគឺដើមត្រសក់ផ្អករបស់ខ្ញុំគឺគេមានអាយុ30ថ្ងៃហើយបងប្អូន30ថ្ងៃនេះគឺខ្ញុំរាប់តាំងពីថ្ងៃដែលបដោះក្របពូជរហូតដល់ខ្ញុំដាក់ដើមលើទឹកជីហើយដល់ពេលឥឡូវដែលខ្ញុំកំពុងតែថតនឹងចាគឺថាគេមានអាយុ30ថ្ងៃហើយបងប្អូនហើយបើនិយាយអំពីការដែលខ្ញុំដាក់ដាំលើទឹកជីហ្មងគឺគេបានអាយុ3សប្តាហ៍អញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមកបង្ហាញជូនបងប្អូននៅ tip មួយចំនួនក៏ដូចជាកលឹះមួយចំនួនក្នុងការថែទាំដើមត្រសក់ផ្អករបស់ខ្ញុំក៏ដូចជាយើងត្រូវការឆែកទឹកជីមើលឲ្យបងប្អូនដោយសារយើងដាំបាន3សប្តាហ៍ចារៀងយូរក្រែដែរហើយអញ្ចឹងយើងត្រូវមើលទឹកជីរបស់យើងចាតាមពិតទៅគឺថាទឹកជីនេះយើងអាចឆែកវា3ឬក៏4ថ្ងៃយើងឆែកមើលម្ដងទៅប៉ុន្តែដោយសារតែយើងដាំលើធុងធំដែរអញ្ចឹងយើងមិនសូវបារម្ភហ្មងឥឡូវគឺថាសម្រាប់ថ្ងៃនេះគឺពួកខ្ញុំមកឆែកទឹកជីជូនបងប្អូនមើលឲ្យបងប្អូនអាចរៀនតាមក៏ដូចជាដឹងអំពី tip ក៏ដូចជាកលឹះផ្សេងៗក្នុងការថែទាំត្រសក់ផ្អកនេះផងដែរតើបងប្អូនអញ្ចឹងទៅតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាកាត់យើង steril វាយើងបើកលចាបើកលយើងបាញ់វាសម្រាប់មេរោគហើយកុំឲ្យវាឆ្លងតគ្នាចាមុននឹងយើងកាត់ស្លឹកកាត់អីវានឹងសម្រាប់មេរោគ steril សម្រាប់មេរោគចាដូចតែមនុស្សដែរហ្នឹងចាឲ្យឆ្លងមេរោគឲ្យឆ្លងមេរោគដូចតែមនុស្សដែរទេបងប្អូនអញ្ចឹងដើម្បីឲ្យត្រសក់ផ្អករបស់យើងដាំទៅបានល្អមិនថាដំណាំត្រសក់ផ្អកឬក៏ដំណាំដែលយើងត្រូវការយកក៏ត្រូវមកកាត់ស្លឹកឯងយើងត្រូវការ steril ក៏ត្រូវរបស់យើងឲ្យបានស្អាតសិនដើម្បីសម្លាប់មេរោគពីព្រោះថាកត្រៃហ្នឹងគឺថាយើងប្រើជាទូទៅចាប្រើច្រើនប្រភេទដំណាំកាត់នេះកាត់នោះអីចឹងអញ្ចឹងបើសិនជាដំណាំណាដែលវាមានមេរោគដល់ពេលយើងយកមកកាត់ត្រសក់ផ្អកនេះគឺវាឆ្លងមេរោគហើយចឹងហើយ steril វាហើយចាំយកវាមកប្រើប្រាស់មួយពីស្លឹកក្រោមចឹងទៅឲ្យវាស្លាស់ល្អណាចាអានេះខ្នែងនេះខ្នែងវាមានផ្លែនេះផ្លែនេះផ្លែយើងកាត់អានឹងចោលកាត់អាចចុងនឹងចាផ្លែនឹងមួយបានអានេះដូចគ្នាផ្លែកាត់អាចចុងចាទុកផ្លែហ្នឹងទៅនេះដូចគ្នាហ្នឹងចាមកដើមគឺថាផ្លែបានច្រើនទៅតាមបងប្អូននេះអានេះអីនេះផ្លែដែរនេះកាត់ច្រើនអាក្តាប់តូចៗនឹងផ្លែណាបងប្អូនអញ្ចឹងនៅពេលដែលវាចេញតាមខ្នែងចាវាផ្លែវាចេញតាមខ្នែងចាក្តាប់តូចៗហ្នឹងវាគឺជាផ្លែហ្នឹងឯងខ្លះចេញតាមខ្នែងអាខ្លះចេញតាមដើមវាហ្មងចេញតាមគៀនហ្មងនេះណាចាបងប្អូនឃើញនេះផ្លែវាក្តាប់វាអញ្ចឹងអាចចង់ខ្លែងនឹងចង់នេះនេះចង់ហ្នឹងចាយើងកាត់វាចោលទៅដើមផ្សេងទៀតវាធ្វើដូចគ្នាទុកយកវែងពេកនេះផ្លែទុកផ្លែនេះទៅអានេះខ្លែងទីមើលមានផ្លែខ្លែងខ្យល់បក់រវិចលហើយបងប្អូនអើយនេះសត្វផ្លែតាមខ្លែងនេះផ្លែ2ចានេះ1ចាខ្លែងនេះសត្វផ្លែនេះ2ដែរនេះខ្លះ2ខ្លះ1ចាផ្លែច្រើនណាស់ត្រសក់ផ្អកនេះបងប្អូនហើយក្របពូជនេះខាងលើហ្នឹងបងប្អូនខ្ញុំដើមក្របពូជហ្នឹងយើងវគ្គថែទាំនេះគឺសំខាន់ណាបងប្អូនត្រូវកាត់ស្លឹកកាត់អីចោលស្លឹកខំអីហ្នឹងយើងកាត់វាចោលទៅយើងអត់ទុកវាទេទី1យើងវាប្រហិនជីយើងវាស៊ីជីយើងហើយទី2បើសិនជាយើងទុកឲ្យវាគេហៅថាស្លឹកទ្រុបត្រោមស្លឹកវានៅសពទ្រុបពេកចាវាមានប្រកបទៅជាមេរោគដែរអញ្ចឹងយើងកាត់ឲ្យស្លាស់ល្អមកចាំនេះយើងកាត់ឲ្យគ្នាណាបងប្អូនអានេះនិយាយទៅសុវ័យកាត់មកបងប្អូនឆឹប
Cá chmô nè, cá chmô rôi làm ô nó, nhưng thôi đi kia chứ. Rôi làm ô dừng nó. Cá muối vô tơ hối mùi cá nhi mùi bồ rò smart trăng chả ọt miệng gì nhảy không phốn muối tôl muối nha không phốn đôi tầm lời đai tê không phốn bắp ai cái bọn là phiệt chả lại dân cái đôi kia chả cá nhí cứ thá vô muối nó rồi ban tầm muối thì chả cá nhí muối cá small muối cứ rồi ban cho muối nó cá nhí muối muối pê ba cái lục làm ô bia stir ta muối muối cho tới việt em chà muối tới cái thá khục lùm on nó còn ta apa đi tập chi chậm điểm đầu vậy ông ôn để xa ta ta sọp ở một nhầm ní miền đào khác đi tranh cái đập tranh ca lớn chẳng như rồi mong vì một kè đập về lấy ní khơi tha cái tranh màu lại hai cái thau mà nẹo ông ôn ba man môi nè ngạ này nhá nó hiện thông trên kê ha tàu xanh tiếng nó dơ tâm rồi mong mình nó trắng như rong trăm ở cả lọc một cái hai ở nằm một hàng chui bóng ôn đây ở tập dương rồi mong hai cái đập lại cái nó tranh mà phần này ông ôn trăm tam đánh và to tiếng nó ông ôn nơi ở video cày tiệt cha ôn này giờ bà rừng ở bông ôn mơ cha cái tha so lo là mình tan hay cho lại tắc chí của việc đây đấy không ôn qua ở xe đây là dùng qua ở xe tắc chí dân cứ cho về rinh hai trong trường hợp những cái khăn là bây giờ shop ở dương này dù sang dọc ngay dân thực ca chạy tắc chí hay tắc chí đập pa này còn pa lòi cho dân đi xa mây bọc cho lỡ cái thai dơ mà đi tắc chi ấy bông ôn nè ní cái chia tắc chi AB bây giờ bông ôn mình phải lọc để sọt xanh nó chả như lấy tắc chi AB bây giờ vô tớ đã thêm nơi không ở thông chi tớ sọt po bây giờ mình đang bông ôn sai sắp ban này xin dân qua tắc chi dướng sai sắp chả sai sắp xé chả tắc chi nó sai sắp xé câu việc sọt nó nó tắc chi bé lọc về shop hay vò về sai sập xe được kia chạy cho không tự nhiên nó lọc lên tất con tập không đi hay dân cô về shop tao mới dân chờ vô upaco qua ở tắc chi chả upaco qua ở xe bao nhiêu mà quá tắc chi bao nhiêu bài này là dân quá tắc chi bao nhiêu chả cho buồn ok ở đấy đi cho buồn đi cho em bán này giờ ta đã bán này ôn trả lại cái tháp taxi vô dương bàn lê về mình hái lại vô chặt chốt không phúng đám cả sọp bao nhiêu ôn thì ăn tôm 7 cm các bạn hai dân thử tập trở lon pi cả trọ mà đo tắc chí chả cứ 5 tới 7 cm đâm bay ao đam sọp bao nhiêu miền oxygen miền trở lon cho đọt đằng hai má ông ôn chân cho nói phải ăn tới 7 cm đúng không ai sman mơ tới nhưng đã tắc chi mà là mò má hay dân tục trở lon nó phân năng máu phải ăn tới 7 cm năng máu bài này nhưng phơi bạn năng cột thông đừng ở hông ông ôn dương đọc lít chân đặt ban mà thùng cả hai chân pi thúng là pe mà thùng trên nó so nó dương lê tham dịch màu
ឥឡូវយើងបន្តទៅយើងថានទឹកជីហើយគឺថាទឹកជីនៅក្នុងធុងទៅសក់ប្អូនរបស់ខ្ញុំគឺ2.4 ប៉ុណ្ណឹងអូខេបងប្អូន 2.4 ឬក៏2400យើងហៅបានដូចគ្នាហៅ 2.4 ក៏បានហៅ 2400ក៏បានដែរណាចាបងប្អូនអញ្ចឹងវីដេអូដែលខ្ញុំបង្ហាញជូនបងប្អូនពី tip នៃការថែទាំទៅសក់ប្អូនការកាត់ស្លឹកចាការកាត់មែកក៏ដូចជាយកផ្កាឈ្មោលមករយនៅលើផ្កាញីចានៅក្នុងវីដេអូនេះគឺមានបង្ហាញជូនអស់ហើយក៏ដូចជាការឆែកទឹកជីនិងការថែមទឹកជីហើយការដែលយើងមើលថែនេះគឺសំខាន់ត្រង់ចំណុចហ្នឹងណាបងប្អូននៅពេលដែលត្រសក់ប្អូននេះមានអាយុ30ថ្ងៃចាឬក៏យើងនិយាយបានថាយើងដាក់ដាំលើទឹកជីបាន3សប្តាហ៍នេះគឺសំខាន់មែនតែនចំណុចដែលខ្ញុំបានបង្ហាញជូនទាំងប្រមាណមុនហ្នឹងណាអញ្ចឹងសម្រាប់វីដេអូនេះបងប្អូនមើលត្រង់ចំណុចណាដែលមើលទៅមិនយល់ហើយមានចម្ងល់ឬក៏សំណួរអាច comment សួរនៅក្នុងវីដេអូនេះបានចាហើយសូមបងប្អូនជួយ like ជួយ share វីដេអូខ្ញុំឲ្យបានច្រើនផងដើម្បីទៅដល់បងប្អូនដទៃទៀតដែលគាត់ចង់ដាំទៅសក់ប្អូនហើយគាត់ចង់រៀនដាំគាត់អាចឃើញហើយគាត់អាចរៀនជាមួយនឹង page របស់ខ្ញុំបានសម្រាប់ឧបករណ៍ដាំលើទឹកក៏ដូចជាឈុតក្នុងការដាំទៅសក់ប្អូននេះគឺខ្ញុំមានលក់ចាទាំងក្របពូជទាំងធុងទាំងស្នោនិយាយទៅទាំងកន្ត្រកទាំងអីប៉ងគឺថាមួយឈុតនេះគឺខ្ញុំមានលក់ណាបងប្អូនចង់បានឈុតយកទៅដាំបែបនេះចាអាចឆាត់ជុំ page បានណាបងប្អូនអញ្ចឹងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណឹងពីខ្ញុំមេរីច័ន្ទចាសូមអរគុណហើយនឹងអាប់ដេតបងប្អូននៅវីដេអូក្រោយៗទៀតពីការលូតលាស់នៃដើមត្រសក់ប្អូនក៏ដូចជាផ្លែត្រសក់ប្អូនរបស់ខ្ញុំចាអញ្ចឹងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណឹងពីខ្ញុំមេរីច័ន្ទសូមអរគុណសូមជម្រាបលាបាយបាយបងប្អូន